សាលារៀនសុវណ្ណភូមិគឺជាផ្ទះរបស់អ្នកពូកែសូមជម្រាបសួរលោកយុវនាងខ្ញុំមានសេចក្តីសំណួររីករាយយ៉ាងក្រៃលែងដែលបានចូលរួមកិច្ចសម្ភាសជាមួយលោកយុវដោយសង្កេតឃើញថាសាលារៀនសុវណ្ណភូមិទី24ទីតាំងសៀមរាបទី2យើងមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំគួរឲ្យកត់សម្គាល់ថាតើនៅក្នុងឆ្នាំ2026នេះលោកយុវមានផែនការអភិវឌ្ឍសាលារៀនសុវណ្ណភូមិយើងឲ្យកាន់តែរីកចម្រើនថែមទៀតនោះមានអ្វីខ្លះដែរបាទអញ្ចឹងជាបឋមសូមជម្រាបសួរអ្នកគ្រូក៏ដូចជាសូមជម្រាបសួរបងដែលជាអ្នកអាណាព្យាបាលរបស់សិស្សានុសិស្សទាំងអស់ជាទីគោរពបាទអញ្ចឹងឃើញថាសាលារៀនសុវណ្ណភូមិទីតាំងសម្រាប់ទី2របស់យើងគឺមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំជាសមិទ្ធផលគួរឲ្យកត់សម្គាល់ជារៀងរាល់ឆ្នាំដោយសារយើងមានថ្នាក់ដឹកនាំកម្ពុជាដែលគាត់មានភាពឈ្លាសវៃក្នុងការដឹកនាំហើយនឹងមានផែនការច្បាស់លាស់សម្រាប់ឆ្នាំ2026នេះសាលារៀនសុវណ្ណភូមិទីតាំងសៀមរាបទី2របស់យើងគឺមានជាផែនការអភិវឌ្ឍសាលាដែលយើងចាត់អត្ថប្រយោជន៍នោះចំនួន7ចំណុចទី1គឺតកតងជាមួយនឹងគុណភាពអប់រំទី2ការធ្វើទំនើបកម្មបន្ទប់សិក្សាបន្ទប់ពិសោធន៍និងបណ្ណាល័យទី3បរិយាកាសចូលរួមរបស់អ្នកអាណាព្យាបាលនិងសហគមន៍ទី4គឺការបញ្ជ្រាបចំណេះដឹងអំពីសុខភាពផ្លូវកាយសុខភាពផ្លូវចិត្តរបស់សិស្សានុសិស្សទី5ការរៀបចំប្រព័ន្ធសុវត្ថិភាពសម្រាប់សិស្សឲ្យកាន់តែប្រសើរជាងមុនទី6គឺការពង្រឹងទៅលើប្រព័ន្ធនៃការដឹកនាំហើយនិងទី7គឺយើងផ្ដោតសំខាន់ទៅលើការរៀបចំបរិស្ថាននិងបរិយាកាសថ្នាក់រៀនប្រកបទៅដោយផាសុកភាពនិងការតាក់ទាញចាអរគុណច្រើនលោកយុវដែលបានលើកឡើងនៅផែនការអភិវឌ្ឍសាលារៀនសុវណ្ណភូមិទី24ទីតាំងសៀមរាបទី2ទាំង7ចំណុចដែលជាគោលសំខាន់ចាសួរថាតើលោកយុវត្រូវធ្វើបែបម៉េចទៀតដើម្បីឲ្យផែនការសកម្មភាពទាំង7នៅខាងលើហ្នឹងវាទទួលបានជោគជ័យបន្តទៀតនៅក្នុងឆ្នាំ2026យើងបាទអញ្ចឹងអរគុណអ្នកគ្រូដែលបានសាកសួរនៅសំណួរជាបន្តនេះដើម្បីសម្រេចឲ្យបាននៅផែនការជាអត្ថប្រយោជន៍ទាំង7ចំណុចខាងលើនេះខាងខ្ញុំជាមួយនឹងក្រុមការងារជាមួយនឹងបុគ្គលិកទាំងមូលក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំកម្ពុជានោះគឺយើងមានជាសកម្មភាពគេហៅថាជាប្រព័ន្ធតែម្ដងគឺទី1គឺយើងនឹងរៀបចំដូចជាតកតងជាមួយគុណភាពអប់រំយើងរៀបចំប្រព័ន្ធប្រឡងវាស់ស្ទង់សមត្ថភាពសិស្សនោះគឺប្រកបដោយសុក្រិតភាពខ្ពស់និងយុត្តិធម៌ធានាបានថាលទ្ធផលដែលចេញមកគឺអាចទទួលយកបានទាំងសិស្សទាំងអ្នកណាព្យាបាលទី2គឺសម្រាប់ធ្វើទំនើបកម្មថ្នាក់រៀនយើងនឹងបន្តបំពាក់នៅឧបករណ៍ដើម្បីជំនួយដល់ការរៀននិងបង្រៀនដូចជាទូរទស្សន៍ LCD speaker ជាដើមឲ្យបានគ្រប់ថ្នាក់សម្រាប់ឆ្នាំ2026នេះហើយដើម្បីគ្រប់គ្រងទៅដល់គុណភាពនៅក្នុងការបង្រៀនរបស់គ្រូយើងក៏តែងតែមាននៅវគ្គបណ្ដុះបណ្ដាលគ្រូកសលដូចជាគ្រូបង្រៀនគ្រូឬក៏យើងមានអ្នកជំនាញដើម្បីមកបណ្ដុះបណ្ដាលគាត់យើងមានការធ្វើបទបង្ហាញអំពីចំណេះដឹងផ្សេងៗទៅជាមួយនឹងការអប់រំសុខភាពផ្លូវចិត្តការអប់រំសុខភាពផ្លូវកាយតាមបែបសាសនាក៏យើងមានបាទហើយទី4នោះគឺយើងរៀបចំដូចជាព្រឹត្តិការណ៍នានាដោយក្នុងនោះគឺឲ្យមានការចូលរួមរវាងសិស្សនិងអ្នកអាណាព្យាបាលជាមួយសាលាបាទដូចជាជំនួបអាណាព្យាបាលការកម្មវិធីចែកសញ្ញាបត្រកម្មវិធីដំណើរកម្សាន្តនិងកម្មវិធីជាច្រើនទៀតទី5យើងរៀបចំជាសកម្មភាពនៅក្នុងការរង្វេងតម្លៃការដឹកនាំថ្នាក់ដឹកនាំគ្រប់ផ្នែកទាំងអស់ដើម្បីរកឲ្យឃើញពីចំណុចល្អហើយក៏ជាពិសេសយើងរកឃើញពីចំណុចដែលយើងត្រូវកែលម្អបន្ថែមទៀតដើម្បីធ្វើឲ្យការដឹកនាំកាន់តែប្រសើរឡើងហើយនឹងចំណុចមួយចុងក្រោយនោះគឺយើងរៀបចំបរិស្ថានក្នុងសាលានិងក្រៅសាលានិងជុំវិញសាលាហ្នឹងគឺថាឲ្យវាមានភាពតាក់ទាញមានភាពបៃតងដោយការរៀបចំជាសួនជីវៈចម្រុះការដាំរុក្ខជាតិបន្ថែមហើយនឹងការតុបតែងថ្នាក់រៀននេះគឺឲ្យវាមានខ្លឹមសារអត្ថន័យនិងតាក់ទាញសម្រាប់សិស្ស
ចាសូមអរគុណច្រើនលោកយុនាងខ្ញុំមានមួយសំណួរចុងក្រោយតើលោកយុមានជាសារអ្វីដែលផ្ញើទៅកាន់អ្នកអាណាព្យាបាលនិងសិស្សានុសិស្សនៃសាលារៀនសវណ្ណភូមិទី24របស់យើង បាទអ្នកគ្រូជាចុងបញ្ចប់នេះខ្ញុំបាទតំណាងឲ្យថ្នាក់ដឹកនាំនិងបុគ្គលិកទាំងអស់នៃសាលារៀនសវណ្ណភូមិទីតាំងសំណួរទី2សូមថ្លែងអំណរគុណទៅដល់លោកលោកស្រីដែលជាអ្នកអាណាព្យាបាលរបស់សិស្សានុសិស្សទាំងអស់ដែលនៅតែបន្តទុកចិត្តមកលើសាលារៀនសវណ្ណភូមិដោយនៅតែរក្សាកូននិងបញ្ជូនកូនមករៀននៅសាលារបស់យើងខ្ញុំទាំងអស់គ្នាគ្មានអ្វីដែលថាជាការតបស្នងក្រៅតែពីបន្តប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីជួយទៅដល់បុត្រធីតារបស់លោកលោកស្រីឲ្យពួកគេរៀនទៅគឺថាទទួលបានជោគជ័យនៅក្នុងការសិក្សារបស់ពួកគេមានទាំងអេរយាប័ត្រល្អទាំងចំណេះជំនាញហើយនឹងคลายខ្លួនទៅជាធនធានមនុស្សដ៏មានសមត្ថភាពរបស់សង្គមដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិទាំងអស់គ្នាចឹងខ្ញុំបាទសូមអរគុណនិងសូមជូនពរអស់លោកលោកស្រីជួបតែសេចក្តីសុខនិងសំណាងល្អទាំងគ្នាបាទសូមជម្រាបលា សាលារៀនសុវណ្ណភូមិជាសាលាចំណេះទូទៅខ្មែរធំជាងគេនិងល្អជាងគេនៅកម្ពុជា